គោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ដំណើររឿងហើយ Channel ដំណើររឿងនេះក៏បវាយអារម្មណ៍ពុកម៉ែបងប្អូនមកស្ដាប់រឿងនិទានវិញម្ដងដែលរឿងនិទាននោះគឺមានចំណងជើងថាអ្នកតាឃ្លាំងមឿងតែបើបានស្ដាប់ហើយសូមកុំភ្លេចជួយចុច Subscribe រួចហើយបើកសញ្ញាកណ្ដឹងនិងទទួលបាននូវវីដេអូថ្មីៗទៀតពីខ្ញុំបាទអញ្ចឹងរីករាយស្ដាប់ដូចតទៅរឿងអ្នកតាឃ្លាំងមឿងក្នុងអតីតកាលកន្លងទៅក្នុងរាជព្រះច័ន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែកគ្រិស្តសករាជ1502កាលចំនួននោះស្រុកខ្មែរជាស្រុកចម្រុះសៀមនៅឡើយតែនាំសួយសាគរឡើងទៅស្រុកសៀមព្រះចៅសៀមចាត់ព្រះរាជបុត្រាមួយព្រះអង្គមានព្រះនាមមិនប្រកាសឲ្យមកនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវធ្វើជាអ្នកត្រួតត្រាខាងពន្ធអាករគ្រប់យ៉ាងក្រែងស្ដេចខ្មែរមានចិត្តមិនត្រង់បំបត្តិសួយសាគរយកទៅមិនអស់ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់មានចិត្តមិនត្រង់នឹងរាជការដោយប្រការណាមួយទើបប្រើព្រះរាជបុត្រាពេញព្រះハរតីមកនៅដើម្បីជំនួសព្រះនេត្រាព្រះអង្គចំណែករាជបុត្រាមានចិញ្ចឹមសត្វថ្មាតមួយថ្មាតនោះមានទីយាតដឹងប្រហែលមនុស្សជាសត្វខុសពីសត្វដតីធម្មតាចេះស្រឡាញ់ម្ចាស់ប្រើនាំសារទៅមករវាងស្រុកខ្មែរនិងស្រុកសៀមបានដោយសម្ងាត់ថ្ងៃមួយព្រះច័ន្ទរាជាព្រួយព្រះハរតីថាព្រះចៅលោកបន្ទុកព្រះハរតីនឹងយើងហើយបានជាលោកចាត់ព្រះរាជបុត្រាឲ្យមកមើលការផ្ទាល់ណាមួយព្រះរាជបុត្រនោះមានការរំលោភបៀតបៀនមិនមានសេចក្តីកោតក្រែងបង្គាប់ឲ្យនាំសួយឡើងទៅនគរខ្លួនហួសហេតុទ្រង់តូចព្រះハរតីយ៉ាងខ្លាំងអត់ទ្រាំពុំបានក៏បង្គាប់ឲ្យពួកពេជ្ឈឃាតចាប់ព្រះរាជបុត្រាស្ដេចសៀមនោះយកទៅសម្លាប់ចោលក្នុងព្រៃនៅពេលយប់ឯសត្វថ្មាតលុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វាហើយចុះហើរឡើងរកឃើញខ្មោចនៅក្នុងព្រៃថ្មាតឃើញព្រះទម្រង់វាស្គាល់ជាក់ជាម្ចាស់វាក៏ចឹកពំព្រះទម្រង់ទៅស្រុកសៀមថ្វាយព្រះបិតាព្រះចៅតតឃើញព្រះទម្រង់ទ្រង់យល់ថាព្រះរាជបុត្រារបស់ព្រះអង្គដល់ទីមង្គតហើយរឿងនេះពិតជាស្ដេចស្រុកខ្មែរសម្លាប់ទ្រង់ក្រោធខ្លាំងណាស់ក៏ហៅប្រជុំសេនាធិបតីមួយរំពេចមានព្រះបន្ទូលប្រាប់តាមរឿងរួចបង្គាប់ឲ្យលើកទ័ពមកសងសឹកស្ដេចស្រុកខ្មែរវិញហើយមានព្រះបន្ទូលថាត្រូវតែសម្លាប់ព្រះច័ន្ទរាជាព្រមទាំងញាតិសាច់សាលោហិតពួកសេនាធិបតីហើយរឹបតែជន់យកទ្រព្យសម្បត្តិនិងគៀងពួកបណ្ដារាស្ត្រឲ្យមកស្រុកសៀមកុំឲ្យសល់ពួកកងទ័ពក៏ចេញមកដល់បន្ទាយលង្វែកចូលឡោមព័ទ្ធចាប់ព្រះច័ន្ទរាជាសម្លាប់ព្រមទាំងព្រះញាតិចំណែកព្រះមនាងប៉ែនជាស្នំក៏រត់ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយនឹងសេនាធិបតីមឿងព្រមទាំងភរិយានិងបុត្រ4នាក់ទៀតពួកកងទ័ពសៀមគៀងមនុស្សអស់ពីស្រុកខ្មែរដោយទាំងព្រះអ្នកមនាងទៅជាមួយផងព្រមទាំងព្រះរាជទ្រព្យមានវិញ្ញាណឥតវិញ្ញាណចំណែកមេដំរីសមួយមានកូននៅក្នុងពោះឈ្មោះជំទាវប៉ែប៉ៃដែលជាព្រះទីនាងដ៏ប្រសើរក៏ត្រូវកងទ័ពសៀមគៀងយកទៅដែរពួកសៀមជាន់នោះមានសេចក្តីព្យាបាទធ្វើបាបខ្មែរអស្ចារ្យចាប់មនុស្សដោតស្លឹកត្រចៀកដឹកយកទៅដូចជាសត្វធាតុស្រីណាមានកូនខ្ចីចាប់ច្រកករងឲ្យដំរីជាន់វាលែងតែមានកូននៅក្នុងពោះលុះទៅដល់ស្រុកសៀមនាំសេចក្តីទៅថ្វាយព្រះចៅដោយសពគ្រប់ដោយសេចក្តីសងសឹកបានសម្រេចដោយសេចក្តីប្រាថ្នាព្រះចៅសៀមទ្រង់បង្គាប់ឲ្យយកពួកខ្មែរទាំងអស់ទៅនៅជាក្រុមចិត្តក្រុងហើយសន្មត់ឲ្យឈ្មោះថាក្រុមខ្មែរអ្នកគ្រួព្រះមនាងប៉ែនហាក់ជាស្រីមានបុព្វេវាសនាទុកណាជានាងទទួលគ្រោះថ្នាក់ដោយសៀមយកទៅយ៉ាងនឹងក៏ដោយនាងគង់នៅជាស្រីប្លែកអំពីស្រីឯកទៀតដោយអំណាចកូនដែលនៅក្នុងគភ៌គឺជាកូនមានឥទ្ធិឫទ្ធិមានបុណ្យក៏បណ្ដាលឲ្យអ្នកផងចិត្តខាងមានចិត្តទទន់រាប់អានស្រឡាញ់ជួយឧបត្ថម្ភជួយយកអាសានាងគ្រប់យ៉ាងលុះនាងមានគភ៌គ្រប់ខែ10ក៏ប្រសូតបុត្រមកដោយសុខសប្បាយអ្នកចិត្តខាងទាំងប្រុសស្រីជួយថែទាំផ្ដល់ទឹកក្តៅទឹកត្រជាក់អ្នកណាក៏មកមិនមានខានដោយអំណាចគុណបុណ្យដែលជះបារមីនៃទីរក់នោះលុះប្រសូតបាន3ថ្ងៃពួកក្រុមញាតិមូលមាត់គ្នាឲ្យឈ្មោះកូននោះថាឧទានចំណែកមេដំរីដែលជាព្រះទីនាងក៏កើតកូនក្នុងថ្ងៃដំណើរទីរក់នោះដែរតែមេដំរីនោះដាច់ខ្សែទីនឹងទៅកើតកូននៅក្នុងព្រៃឆ្ងាយលាក់មិនឲ្យអ្នកណាមួយបានដឹងឡើយដល់រាបដល់3ថ្ងៃទើបនាំកូនមកកាន់ទីកន្លែងដើមវិញកូនដំរីនោះ
មានពណ៌សម្បុរព្រមទាំងរូបរាងល្អប្លែកអំពីដំរីធម្មតាអ្នករក្សាដំរីនាំដំណឹងទៅក្រាបទូលព្រះចៅសពគ្រប់ព្រះចៅពេញព្រះハរតីណាស់ណាពីកុមារឧទានលុះបានអាយុ5ឆ្នាំដឹងសេចក្តីខុសត្រូវខ្លះនឹកភ្នែករកបិតាក៏សួរម្ដាយថាឪពុកខ្ញុំទៅឯណាពុំដែលឃើញក្មេងគេឯទៀតមានម្ដាយឪពុកខ្ញុំមិនឃើញមានឪពុកដូចគេម្ដាយកាលបានឮកូនសួរដូច្នេះនាងណែននៅក្នុងទ្រូងអ៊ូលអាក់ខ្លោចផ្សានិយាយប្រាប់កូនមិនរួចក៏និយាយបន្លែបន្លប់ទៅកុំឲ្យកូនសួរទៀតពីព្រោះខ្លាចក្រែងរឿងនោះមិនចិត្តដឹងទូទៅនឹងដល់នៅសេចក្តីអន្តរាយនៃជីវិតកូនចេះតែសួរញយនាងក៏និយាយបំវេះបំវៀងមិនឲ្យសួរបានដល់រាប់ដល់កូននោះអាយុ12ឆ្នាំថ្ងៃមួយនាងនឹកថាកូននេះខានប្រាប់ពុំបានក៏នាំកូនទៅកាន់ទីស្ងាត់តែ2នាក់ដំណើររឿងរ៉ាវតាំងពីដើមដល់ចុងកូនស្ដាប់បានយល់សេចក្តីសពគ្រប់ប្រាប់ម្ដាយអត់ទ្រាំពុំបានចុះកូននឹងគិតរកមធ្យោបាយមួយដើម្បីវិលទៅនគរវិញចំណែកកុមារឧទានចាប់តាំងពីថ្ងៃដែលបានស្ដាប់ម្ដាយមកក៏ខំស្វែងរករៀនសូត្រវិជ្ជាគ្រប់យ៉ាងមានអក្សរជាដើមឧទានជាកុមារវាងឆ្លាតអង្គអាចប្លែកខុសពីកុមារធម្មតាថ្ងៃមួយកុមារឧទានចូលទៅសេពគប់នឹងពួកហ្មដំរីទុំខ្លួនជាអ្នកបម្រើបោះច្រាសរៀងដំរីដើម្បីរៀនវិជ្ជាខាងហ្មដំរីឲ្យស្ទាត់ថ្ងៃមួយព្រះចៅស្ដេចយាងមកតតឃើញរៀងដំរីឃើញកុមារនោះជួយធ្វើនេះធ្វើនោះដោយយកចិត្តទុកដាក់រហ័សរហួនវាងវៃមានព្រះមន្ទូលសួរថាក្មេងនេះមកពីណាមកដំរីក្រាបទូលតាមដំណើររឿងដោយសពគ្រប់ទ្រង់ពេញព្រះハរតីមានព្រះមន្ទូលប្រាប់ថាចូលមើលក្មេងនេះផងចាប់ដើមពីថ្ងៃនោះមកកុមារខំយកចិត្តទុកដាក់ធ្វើការដោយហ្មត់ចត់បោះប្រមូលអាចដំរីដុតពំពួកជាជីដើម្បីយកទៅដាំស្ពៃនោះក៏មានគុំធំចម្លែកអំពីស្ពៃអ្នកស្រុកធម្មតាលុះស្ពៃនោះធំល្មមដកកុមារឧតែនដកយកទៅលាងយ៉ាងស្អាតរែងយកទៅថ្វាយព្រះចៅទ្រង់តតឃើញមានព្រះមន្ទូលថាណែកុមារឯងបានស្ពៃនេះមកពីណាប្លែកពីស្ពៃធម្មតាកុមារក្រាបទូលស្ដេចតាមដំណើរសពគ្រប់ព្រះចៅទ្រង់ប្រទានរង្វាន់និងមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរីជាកូនមេដំរីឈ្មោះជំទាវប៉ែលប៉ៃដែលជាព្រះទីនាងដ៏ប្រសើររបស់ព្រះចៅក៏ស្រាប់តែចុះព្រេងមានកិរិយាខុសប្រក្រតីកាយសាហាវមិនព្រមស្ដាប់បង្គាប់ហើយក៏ប្រព្រឹត្តមកស្លាប់មិនមានអ្នកឯណាមួយអាចដឹកបានថែមទាំងធ្វើបាបអ្នកស្រុកបោចរយផ្ទះសម្បែងផ្អើលជ្រុលច្របល់រត់ខ្ចិតខ្ចាយចោលទីលំនៅរៀងខ្លួនពួកអ្នកកងវិលដំរីយកសេចក្តីទៅទូលព្រះចៅទ្រង់ចាប់ការឲ្យអ្នកស៊ើបសួររកអ្នកណាដែលអង្គអាចក្លាហានហ៊ានទៅចាប់ដំរីនោះបានពេលនោះកុមារឧទានឆ្លើយថាខ្ញុំហ៊ានទទួលចាប់ដំរីនោះបានទៅទ្រង់ប្រគល់ការងារទៅកុមារឧតែនចាត់ការយ៉ាងណាឲ្យតតែបានព្រះទីនាងនោះឧតែនបង្គាប់ឲ្យប្រមូលដំរី500មកដើម្បីជ្រើសយកដំរីមួយណាគួរយកមកធ្វើធ្នាក់បានទៅរើសយកមេដំរីសឈ្មោះជំទាវប៉ែលប៉ៃពេលចេញទៅចាប់កុមារឧតែនបង្គាប់រៀបចំពិធីបួងសួងសែនព្រេងអកថាអ្នកស្រុកផ្អើលមកមើលកឹងកងវាពេញមីដេដាស់លុះសែនព្រេងរួចកុមារអូតែនបង្គាប់ឲ្យយកចេក3ស្និតនិងអំពៅ3បាច់ពេលទៅដល់ព្រះទីនាងស្ទុះមករកហាក់ដូចជាប្រុងនឹងព្រិចតែបែរទៅជាថ្វាយបង្គំវិញដោយអំណាចដែលជះបុណ្យបារមីនៃឧតែននិយាយទូលមានប្រដៅថាទីនាងឯងតាំងពីថ្ងៃនេះទៅលះបង់មាយាទអាក្រក់ចេញទៅធ្វើឲ្យស្លូតល្អដោយកាលពីដើមឲ្យចេកនិងអំពៅស៊ីរួចនិយាយថាឯងទៅតាមយើងថាតែប៉ុណ្ណេះស្រាប់តែដំរីដើរតាមទៅដោយស្រួលឥតចាំបាច់ចាប់ចងអ្វីឡើយហាក់ដូចជាមកចាស់យូរមកហើយចាប់ដើមតាំងពីថ្ងៃដែលទៅយកព្រះទីនាងមកព្រះចៅទ្រង់ប្រទានរង្វាន់ឲ្យឧតែននិងប្រទានងារថាជ័យអស្ចារ្យជាសេនាខាងតបដំរីនិងខាងតាក់ដំរីព្រៃពួកអ្នករាជការទទួលស្គាល់ខ្លាចអំណាចឧតែនថាជាអ្នកបុះមុតស្ទាត់ជំនាញខាងមដំរីដូចជាហៅមកបានព្រះចៅទ្រង់ពេញនឹងទុកព្រះハរតីលើជ័យអស្ចារ្យប្រហែលគ្នានឹងព្រះរាជបុត្ររបស់ព្រះអង្គដល់អាយុ16ឆ្នាំជ័យអស្ចារ្យភ្នុកនឹកដល់បំណងដើមក៏រំពឹងគិតរកឧបាយណាមួយនឹងដោះខ្លួនចេញពីកណ្ដាប់ដៃសៀមហើយទៅនៅស្រុកខ្មែរសោយរាជស្នងព្រះបិតានឹងនាំយកមនុស្សពីស្រុកសៀមទៅស្រុកខ្មែរវិញព្រមទាំងទ្រព្យសម្បត្តិមានវិញ្ញាណឥតវិញ្ញាណ
ទៅឲ្យអស់ពីស្រុកសៀមឲ្យបានស្រេចដោយសេចក្តីបំណងទៅដាននយោបាយចាត់មនុស្ស15នាក់ដែលជាមនុស្សទុកចិត្តស្និទ្ធស្នាលដូចជាបងប្អូនបង្កើតធ្វើជាទៀលនិងធ្វើឈើដំរីឲ្យធ្វើជាទៀលច្រកអាចដំរីញាត់ឲ្យណែនទុកឲ្យស្ងួតចាក់ពង្រាយតាមស្ទឹងឬតាមផ្លូវយកឈើជើងដំរីដើរសង្កត់ជាស្នាមដានដូចជាដំរីដើរមែនដើម្បីឲ្យអ្នកស្រុកឃើញហើយនាំយកព័ត៌មាននោះទៅក្រាបទូលព្រះចៅនឹងចាត់ឲ្យសេនាជ័យអស្ចារ្យខ្លួនទៅតាមមិនខានម្យ៉ាងទៀតដើម្បីឲ្យពលដែលព្រះចៅឲ្យទៅជាមួយជឿជាក់នៅក្នុងចិត្តថាជាដានដំរីពិតមែនចំណែកអ្នកស្រុកលុះឃើញដានជើងដំរីនិងអាចដំរីធំអណ្ដែតតាមទឹកមកដូច្នេះក៏នាំសេចក្តីនោះទៅក្រាបទូលព្រះចៅទ្រង់ប្រើឲ្យជ័យអស្ចារ្យឲ្យទៅតាមតាក់ដំរីព្រៃដែលមានដានជើងធំនោះជ័យអស្ចារ្យក្រាបទូលថាសូមព្រះមេត្តាប្រោសបើទ្រង់សពព្រះតីចង់បានដំរីធំបែបនោះលុះតែមានគ្នាច្រើននិងដំរីធ្នាក់ក៏ច្រើនហើយឲ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប៉ុន្មានស្ដាប់បង្គាប់ទូលបង្គំទៅធ្វើការនោះបានពេលចេញទៅសូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យមានជោគជ័យព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណុំពរប្រគល់កិច្ចការនោះឲ្យជ័យអស្ចារ្យតាមត្រូវការធ្វើបែបណាស្រេចនៅលើជ័យអស្ចារ្យចុះលុះរៀបពិធីរួចព្រះចៅប្រទានព្រះខ័នសឹកឲ្យអំណាចពេលចេញបើឈ្មោះណាមិនស្ដាប់បង្គាប់ត្រូវសម្លាប់បានលុះពេលចេញទៅបានចំនួន15ថ្ងៃដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថាសូមទ្រង់មេត្តាប្រោសទូលបង្គំជាខ្ញុំតាមតាក់ដំរីនោះកាន់តែឃើញដានគៀកហើយតែអស់ស្បៀងសូមព្រះអង្គមេត្តាប្រោសព្រះរាជទានបញ្ជូនមកឲ្យឆាប់ដើម្បីនឹងធ្វើការឲ្យបានសម្រេចដោយបំណងព្រះចៅទ្រង់ព្រះរាជប្រទានតាមសេចក្តីសុំដោយរុះរាន់ដោយបំណងចង់បានដំរីនោះពេកភ្លេចគិតអំពីការខាត់បងព្រះរាជទ្រព្យឬសង្ស័យដោយហេតុណាមួយឡើយជ័យអស្ចារ្យទទួលបានស្បៀងបន្ថែមអំពីព្រះចៅក៏បន្តដំណើរទៅទៀតចំនួន5ថ្ងៃក្រោយមកក៏បានមកដល់ស្រុកបាត់ដំបងដែលជាដីខ្មែរមានអ្នកស្រុកចិត្តឆ្ងាយគ្រប់តំបន់រត់មកចូលថ្វាយខ្លួនជាពលសេនាព្រមទាំងសេនាចាស់ម្នាក់ធ្លាប់បម្រើព្រះវរបិតាឈ្មោះមឿងនិងកូនប្រុស4នាក់ទៀតបានចូលមកថ្វាយខ្លួនដែរក៏មានមនុស្សច្រើនល្មមនឹងទប់ទល់ព្រះចៅសៀមបានជ័យអស្ចារ្យក៏សរសេរសម្បត្តិច្រកនឹងកដំរីប្រើទៅឲ្យអញ្ជើញម្ដាយមកស្រុកខ្មែររួចចង់គោកជំទាវប៉ែលបៃទៅទទួលម្ដាយមេដំរីទៅដល់ទីកន្លែងម្ដាយដល់ពាក់កណ្ដាលអាត្រៀតមេដំរីវាទម្លាក់បំពង់3ដងម្ដាយភ្ញាក់នឹកស្មានថាកូនត្រឡប់មកវិញក៏អុជភ្លើងបំភ្លឺមើលតែមិនឃើញកូនឃើញតែសម្បត្តិមើលដឹងសពសេចក្តីសពគ្រប់រៀបចំដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ខំស្រោតឲ្យជួបនឹងកូននៅស្រុកបាត់ដំបងទៅជ័យអស្ចារ្យក្រាបខ្លួនឲ្យអ្នកស្រុកដឹងថាខ្លួននឹងហើយជាព្រះរាជបុត្ររបស់ព្រះច័ន្ទរាជាគង់នៅបន្ទាយលង្វែកឥឡូវវិលមកក្រុងរាជស្នងព្រះបិតារឿងនេះមិនស្ងាត់ជ្រាបដល់ព្រះចៅសៀមទ្រង់ពីត្រោតយ៉ាងខ្លាំងពន់ពេកនិងតូចព្រះハរត្រីក្រៃលែងទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់ថាជ័យអស្ចារ្យប្រើឧបាយកលបោកបិឆោតយកព្រះខ័នសឹកព្រមទាំងព្រះរាជទ្រព្យមានវិញ្ញាណឥតវិញ្ញាណរត់ទៅស្រុកខ្មែរហេតុនេះត្រូវលើកទ័ពតាមទៅដណ្ដើមយកមកវិញឲ្យបានហើយចាប់ជ័យអស្ចារ្យសម្លាប់ឲ្យផុតពូជព្រះច័ន្ទរាជាព្រមទាំងពួករាជការទាំងប៉ុន្មានកុំឲ្យសល់ជ័យអស្ចារ្យបានដឹងច្បាស់ថាព្រះចៅលើកទ័ពមកតាមដូច្នេះទ្រង់ជំរុំនឹងសេនាធិបតីថាឥឡូវពលសេនាយើងនិងគ្រឿងអាវុធវុទ្ធភ័ណ្ឌរបស់ពួកយើងពុំបបោតើអ្នករាល់គ្នាគិតរកឧបាយកលបែបណាឲ្យមានជ័យជំនះពេលនេះសេនាទាំងអស់មិនមាននរណាហ៊ានឆ្លើយទទួលធានាអះអាងសោះមានតែសេនាមឿងឆ្លើយធានាអះអាងហ៊ានតទល់នឹងទ័ពសៀមដោយប្រើឧបាយកលដល់ចម្លែកគឺហ៊ានបដូរជីវិតដើម្បីទៅកើនទ័ពខ្មោចធ្វើជាទ័ពចម្បាំងនឹងពួកសៀមទៅបង្គាប់ឲ្យជីករណ្ដៅទំហំ4ម៉ែត្រ4ជ្រុងជម្រៅ4ម៉ែត្ររួចដាក់គ្រឿងសន្ត្រាវុធនៅក្នុងរណ្ដៅនោះដើម្បីនឹងលោតទៅជង់ស្លាប់នៅក្នុងរណ្ដៅតែនៅពេលមុននឹងលោតសម្លាប់ខ្លួននោះសេនាមឿងបង្គាប់ឲ្យពលរដ្ឋទាំងអស់មកស្ដាប់ពាក្យឱវាទលោកប្រកាសថាសូមឲ្យអស់លោក
ខំប្រឹងយកចិត្តទុកដាក់នៅក្នុងរឿងចម្បាំងពេលនេះដើម្បីរំដោះដែនដីខ្មែរឲ្យបានរួចពីកណ្ដាប់ដៃបច្ចាមិត្តចំណែកខ្ញុំធានាខាងឯតបខ្មោចសូមអស់លោកសង្ឃឹមទុកចុះបើខ្ញុំស្លាប់ទៅបាន7ថ្ងៃឬសូរសន្ធឹកហូរកញ្ជ្រៀវបីដូចសំឡេងកលាន់យើងនឹងមានជ័យហើយលោកផ្ដាំរួចលោតចុះនៅក្នុងរណ្ដៅព្រឹបប្រពន្ធឃើញប្តីលោតដូច្នេះក៏លោតទៅតាមជាមួយនឹងប្តីព្រមទាំងកូនប្រុសទាំងពីរនាក់ស្លាប់ជាមួយគ្នាដល់ថ្ងៃជាកម្រប់7ឬសូរសន្ធឹកកលាន់ដោយកាលផ្ដាំមែនតបសៀមចូលដល់បាត់ដំបងឆ្លងចូលមកដល់អូមួយសប្តាហ៍ថ្ងៃហៅថាអូស្វាយដូនកែវជូនគ្នានឹងតបជ័យអស្ចារ្យតបខ្មោចចេញសម្ដែងរិទ្ធធ្វើឲ្យពលសៀមវិលមុខចុកពោះចុកក្អួតដួលខ្លួនឯងស្រស់តបព្រះជ័យអស្ចារ្យចូលទៅសម្លាប់អស់ពួកកងតបសៀមទប់ទល់មិនបានដកថយទៅដល់បាត់ដំបងធ្វើសារក្រាបទូលព្រះចៅតាមដំណើរសពគ្រប់ព្រះចៅទ្រង់ជ្រាបឲ្យតបថយត្រឡប់ទៅស្រុកសៀមវិញចំណែកពួកកងទ័ពព្រះជ័យអស្ចារ្យនាំគ្នាត្រឡប់មកកាន់បន្ទាយវិញសប្តាហ៍ថ្ងៃគេហៅថាបន្ទាយជ័យចាប់ដើមពីពេលនោះមកជ័យអស្ចារ្យបានទទួលរាជពិសាសោយរាជនិងទទួលនាមថាព្រះជ័យចេស្តាព្រះចៅក្រុងកម្ពុជាធិបតីគង់នៅបន្ទាយជ័យលោកព្រះអង្គបានឡើងសោយរាជសម្បត្តិសុខសាន្តហើយទ្រង់នឹកដល់គុណបការៈសេនាមឿងដែលស៊ូបដូរជីវិតចំពោះព្រះអង្គនិងចំពោះទឹកដីខ្មែរទ្រង់ក៏ចាប់ធ្វើបុណ្យទឹកកសលដល់នួងវិខិនរបស់សេនាមឿងខាងអឡារឹកអស្ចារ្យជាប់ជាទំនៀមទម្លាប់តារាបដល់មកសពថ្ងៃនេះហៅថាធ្វើបុណ្យឡើងអ្នកតាមឿងបាទរឿងអ្នកតាឃ្លៀងមឿងនេះក៏សន្មតថាចប់ឲ្យបរិបូរណ៍ក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលចំណាយពេលដ៏មានតម្លៃតាមដានស្ដាប់រឿងនេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមជូនពរពុកម៉ែបងប្អូនក្នុងឱកាសឆ្នាំថ្មីនេះសូមឲ្យរកស៊ីទទួលទានមានបានគ្រប់គ្នាហើយរាល់ការធ្វើដំណើរទាំងផ្លូវចិត្តទាំងផ្លូវឆ្ងាយសូមប្រកបដោយសុខសុវត្ថិភាពគ្រប់គ្នាខ្ញុំបាទអេដមីនដំសូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយបាយបាយ